ជំរាបសួរបងគឺខ្ញុំឈ្មោះមនីវិជ្ជតាហើយខ្ញុំមកពីវិទ្យាល័យព្រះស៊ីសវត្តសាលារៀនចំនួនថ្មីជំរាបសួរខ្ញុំឈ្មោះរំសុធារីមកពីវិទ្យាល័យបាក់ទុកខ្ញុំបាទឈ្មោះសុសុភ័ក្រឌីមង្គលមកពីវិទ្យាល័យបាក់ទុកជំរាបសួរនាងខ្ញុំឈ្មោះហេងម៉ៃលីជាសិស្សថ្នាក់ទី 12A នៃសាលារៀនអន្តរជាតិអាមេរិកសាខាចអង់គ្លេសជំរាបសួរខ្ញុំបាទឈ្មោះសាថារតនៈជាសិស្សថ្នាក់ទី 12នៃវិទ្យាល័យប្រយុទ្ធវណ្ណធសាលារៀនចំនួនថ្មីខ្ញុំបានជ្រើសរើសជំនាញ Interior Architecture សម្រាប់ការប្រឡងសិប្បកម្មមួយនេះខ្ញុំជ្រើសរើសជំនាញ Fashion Design សម្រាប់ខ្ញុំជ្រើសរើសជំនាញ Software Engineering with Multimedia សម្រាប់ការប្រកួតខ្ញុំបានជ្រើសរើសយកជំនាញស្ថាបត្យកម្មជំនាញដែលខ្ញុំបានជ្រើសរើសគឺខាង Visual Arts and Communication Design ចំពោះខ្ញុំផ្ទាល់ការចូលរួមនេះបានផ្ដល់ឱកាសឲ្យខ្ញុំពង្រឹងសមត្ថភាពហើយនឹងទទួលបានបទពិសោធន៍ថ្មីៗកម្មវិធីមួយនេះគឺជាឱកាសល្អសម្រាប់ឲ្យខ្ញុំពង្រឹងនៅចំណេះដឹងនិងសមត្ថភាពខ្លួនឯងដើម្បីបំពេញបន្ថែមនៅចំណុចខ្វះខាតដែលខ្ញុំមានសម្រាប់ខ្ញុំព្រោះកម្មវិធីនេះផ្ដល់អាហារូបករណ៍ 100% និងប្រាក់លើកទឹកចិត្តដល់សិស្សទី 12ដែលមានសមត្ថភាពពិតប្រាកដចំពោះចំណាប់អារម្មណ៍របស់ខ្ញុំសម្រាប់ការប្រឡងនេះគឺខ្ញុំបានចូលរួមដើម្បីបញ្ចេញសមត្ថភាពរបស់ខ្លួនឯងនិងសម្រាប់អភិវឌ្ឍខ្លួនឯងផងដែរចំពោះការប្រឡងនៅពេលខាងមុខនឹងខ្ញុំបានសិក្សានិងស្រាវជ្រាវពង្រឹងសមត្ថភាពភាសាអង់គ្លេសស្រាវជ្រាវលំហាត់ហើយនឹងអនុវត្តលំហាត់ទាំងក្នុងថ្នាក់ហើយនឹងលំហាត់ស្រាវជ្រាវតាមប្រព័ន្ធអនឡាញខ្ញុំបានបែងចែកកាលវិភាគសិក្សាបន្ថែមនិងព្យាយាមរំលឹកមេរៀនចាស់ៗឡើងវិញខ្ញុំបានពង្រឹងសមត្ថភាពលើភាសាអង់គ្លេសនិងអនុវត្តលំហាត់គណិតវិទ្យាជាប្រចាំថ្ងៃដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡងខ្ញុំបានអនុវត្តលំហាត់និងស្រាវជ្រាវលំហាត់ជាប្រចាំនិងបំពេញបន្ថែមដើម្បីពង្រឹងបន្ថែមនៅមូលដ្ឋានគ្រឹះរបស់ខ្ញុំសម្រាប់ការប្រឡងមួយនេះខ្ញុំបានត្រៀមខ្លួនដោយការស្រាវជ្រាវលំហាត់គណិតវិទ្យានិងខាងភាសាអង់គ្លេសដើម្បីត្រៀមខ្លួនពីខ្ញុំទៅខ្ញុំសូមលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់គ្នាឲ្យចូលរួមការប្រឡងមួយនេះដើម្បីដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនតាមរយៈការប្រឡងសិប្បកម្មរបស់សាកលវិទ្យាល័យលីមកុកវិនខ្ញុំសូមលើកទឹកចិត្តឲ្យមិត្តរួមចំនួនគ្រប់រូបមកចុះឈ្មោះចូលរួមការប្រឡងនៅសាកលវិទ្យាល័យលីមកុកវិញដើម្បីមានឱកាសទទួលបានអាហារូបករណ៍ 100% និងប្រាក់រង្វាន់លើកទឹកចិត្តចំពោះអ្នកដែលកំពុងទស្សនាវីដេអូនេះគឺខ្ញុំលើកទឹកចិត្តឲ្យចូលរួមក្នុងការប្រឡងសិប្បកម្មលីមកុកវិញនេះដោយសារតែការចុះឈ្មោះប្រឡងគឺឥតគិតថ្លៃហើយគឺយើងអាចចូលរួមដើម្បីពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមនិងទទួលបានបទពិសោធន៍ថ្មីៗសម្រាប់ប្រើប្រាស់ផងដែរកុំភ័យខ្លាចគ្នាយើងចូលរួមប្រឡងទាំងអស់គ្នាដើម្បីបង្កើតទំនុកចិត្តឲ្យខ្លួនឯងក្លាហានឡើងសាកលវិទ្យាល័យលីមកុកវិញចាប់ផ្ដើមទទួលពាក្យចុះឈ្មោះចាប់ពីថ្ងៃនេះទៅហើយ